เอาไว้ได้ซื้อกระโปรงแต่กัดนั่งเอาไว้ได้ขมายกูแต่ดังตามมีเอาไว้ขนาดยุติตามแต่อย่าให้ก่อวิเพยุติศาสตร์หนึ่งการเปรียบเทียบของปาริบัติชัมพิบอลไพ่ผมมวยนี่คือខ្ញុំអាចប្រជំនួយជាការគិតដល់6ចំណុចដើម្បីរៀបរាប់ជំនួយជូនប្រាប់បងប្អូនដែលបានស្វែងយល់ហើយអ្វីដែលខ្ញុំយល់ហ្នឹងបងប្អូនចាគឺផ្អែកទៅលើក្បួនសិក្សាសិនអូដែលលោកវូវៀនយ៉ាប់ហ្នឹងគឺដេកអោបទាំងយប់ទាំងថ្ងៃតែម្ដងបងប្អូននឹងថ្ងៃមួយហ្នឹងគឺបានជួបជាមួយនឹងលោកវៀងជាជជែកគ្នា2ថ្ងៃក្រោយមកគឺកងទ័ពញៀកមិញហើយនឹងប្រជាជនវៀតណាមម្នាក់ស្នើនឹងកងទ័ពអាណានិគមបារាំង10នាក់ទៀតបើសិនជាបងប្អូនណាធ្លាប់អានសៀវភៅគឺប្រកាសជាស្គាល់ហើយនៅចំណុចនេះចំណុចទី1ហ្នឹងគឺទំហំកងកម្លាំងចាសៀមមានទំហំកងទ័ពធំជាងនិងមានកម្លាំងសកម្មហើយនឹងបំរុងដ៏ច្រើនឯខ្មែរវិញណាតូចជាងមែនប៉ុន្តែបត់បែនលឿននិងស្គាល់ទឹកដីយើងក៏អាចនិយាយបានថាទំហំធំមិនអាចមានជ័យជំនះនោះទេបងប្អូនបើមានយុទ្ធសាស្ត្រត្រឹមត្រូវចំណុចទី2គុណភាពបច្ចេកវិទ្យាយោធាសៀមគឺមានអាវុធទំនើបជាងមានអាកាសយានរ៉ាដានិងយានយន្តឯខ្មែរវិញណាប៉ងទៅលើការប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្ននិងការពារបើមិនពង្រីកទំហំសង្គ្រាមគឺអាចទប់ទល់ពង្រឹងបាននិងវាយទ័ពឬមួយក្រចំណុចទី3អាកាសយានឬផ្លូវអាកាសសៀមគឺមានយន្តហោះចម្បាំងច្រើននិងសកម្ម70គ្រឿងឯនោះបងប្អូនសម្រាប់ខ្មែរវិញណាគឺអាចផ្ដោតទៅលើការការពារដែនអាកាសនិងការផ្ដោតបំបែកសកម្មភាពយន្តហោះចម្បាំងរបស់សៀមសង្គ្រាមលើដីដកទិន្នន័យនៅលើអាកាសចំណុចទី4ភូមិសាស្ត្រនៃសង្គ្រាមព្រំដែនភ្នំព្រៃនិងផ្លូវលំបាកគឺអាចផ្ដល់ផលអត្ថប្រយោជន៍ដល់ខ្មែរឯសៀមវិញគឺពិបាកប្រើកម្លាំងធំបានពេញលេញណាស់បងប្អូនដីសង្គ្រាមហ្នឹងមិនស្មើនឹងដីវឹកហាត់ទេហើយការប្រុងប្រយ័ត្នគឺផ្ដោតទៅលើការបំបែកនៃទីតាំងរបស់ខ្មែរចំណុចទី5ការគ្រប់គ្រងសៀមគឺមានខ្សែគ្រប់គ្រងវែងឯខ្មែរវិញគឺមានខ្សែខ្លីងាយការពារបើគ្រប់គ្រងល្អប្រព័ន្ធស្បៀងគឺជាអាយុជីវិតរបស់កងទ័ពការត្រៀមនៅទីតាំងច្រើនខាងខ្មែរគឺអាចមានព្រៀបខ្សែគ្រប់គ្រងស្បៀងឯសៀមវិញគឺអាចពិបាកក្នុងការចល័តចំណុចទី6សង្គ្រាមព័ត៌មានឬសង្គ្រាមបច្ចេកវិទ្យាសៀមគឺខ្លាំងលើការផ្សព្វផ្សាយនិងបំបែកប្រជាមតិសាធារណៈណាបងប្អូនចាឯខ្មែរវិញត្រូវការឯកភាពតែមួយទេទើបអាចធ្វើជាជំនួយនៃការទប់ទល់សង្គ្រាមព័ត៌មានបានបច្ចុប្បន្នគឺសៀមបានប្រើ MMO ដើម្បីបំបែកសម្លេងចំណុចទី7សាមគ្គីភាពជាតិជាអាវុធបងប្អូនដឹងមកយេខ្មែរបើឯកភាពជាតិខ្លាំងគឺអាចកើនកម្លាំងច្រើនដងនៃសង្គ្រាមហើយអាចធ្វើឲ្យសៀមហ្នឹងគឺបែកបាក់ផ្ទៃក្នុងនៅក្នុងកំឡុងពេលនៃសង្គ្រាមឬមួយក៏ត្រៀមឧទាហរណ៍ថាខ្មែរលើជាចារកម្មវាយលុកលើប្រព័ន្ធផ្សព្វផ្សាយសៀមចំណុចទី8ប្រើប្រាស់ច្បាប់អន្តរជាតិខ្មែរអាចមានអត្ថប្រយោជន៍ច្រើននៅក្នុងការយកច្បាប់និងឯកសារសិទ្ធិសញ្ញាប្រវត្តិសាស្ត្រដើម្បីប្រើប្រាស់ឯសៀមវិញជាញឹកញាប់ប្រើស្ថានភាពប៉ុណ្ណឹងលើដីមានន័យថាបើខ្មែរខំជំរុញកាន់តែខ្លាំងណាអាចមានព្រៀបចំណុចទី9សម្ព័ន្ធមិត្តខ្មែរនិងសៀមគឺមានតំណែងតំណងយោធាជាមួយនឹងពួកមហាអំណាចច្រើនឯខ្មែរយើងអាចពឹងទៅលើតុល្យភាពការទូតឬតំណែងតំណងថ្កោលទោសគឺអាចមានប្រសិទ្ធភាពលើការទិញលក់សៀមឬក៏ប្រើប្រាស់សិទ្ធិបន្តការពារខ្លួនចំណុចទី10សេដ្ឋកិច្ចនៅក្នុងសង្គ្រាមសៀមសេដ្ឋកិច្ចធំតែរងសម្ពាធខ្លាំងបើសិនជាមានសង្គ្រាមវែងគឺកាន់តែធំកាន់តែគ្រោះថ្នាក់ណាបងប្អូនចាឯខ្មែរវិញត្រូវតែប្រយ័ត្នលើការរារាំងពាណិជ្ជកម្មនិងចាប់ឱកាសធ្វើពាណិជ្ជកម្មដៃគូសៀមនិងសង្គ្រាមពហិការនៅក្នុងគ្រោះមានលៀបចំណុចទី11សង្គ្រាមបែបចម្រុះឬលាយបញ្ចូលគ្នាបងប្អូនត្រូវដឹងថាចេះសៀមវាមិនមែនប្រើតែគ្រាប់បែបវិមុខទេណាបងប្អូនតែរួមមានព័ត៌មានคล้ายៗសម្ពាធការទូតសម្ពាធនៃសេដ្ឋកិច្ចសម្ពាធពាក់ព័ន្ធនឹងរឿងកុំព្យូទ័របណ្ដាញអ៊ីនធឺណិតនិងពិភព Digital ទិញលក់ផ្សេងៗចាហើយខ្មែរយើងត្រូវតែប្រុងប្រយ័ត្នចំពោះរឿងនឹងដូចគ្នាចំណុចទី12ការបញ្ជាការនិងសេចក្តីសម្រេចសៀមរចនាសម្ព័ន្ធធំសម្រាប់សេចក្តីសម្រេចរបស់មេតបគឺយឺតខ្លាំងមែនទែនបងប្អូនឯខ្មែរវិញគឺអាចធ្វើការសម្រេចចិត្តលឿនបើបញ្ជាការច្បាស់មកពីថ្នាក់ដឹកនាំក្នុងសមរភូមិការដាក់បទបញ្ជានិងការអនុវត្តភ្លាមៗគឺមានព្រៀបទៅលើសង្គ្រាមចំណុចទី13ចិត្តវិទ្យាកងទ័ពឬចិត្តសាស្ត្រទ័ពសម្រាប់ខ្មែរយើងការពារដែនទឹកដីខ្លួនប្រជាជនគ្រប់គ្រងកម្លាំងផ្លូវចិត្តខ្ពស់ឯសៀមវិញបងប្អូននឹងមិនទេធ្វើសង្គ្រាមក្រៅដែនអាចធុញថប់ឆាប់ធ្វើឲ្យខ្លួនឯងនឹងគឺបាត់បង់ស្មារតីប្រយុទ្ធអីចឹងទៅឬមួយក៏បើសិនជាប្រយុទ្ធហើយក៏មិនមានស្ថិរភាពនៅក្នុងផ្លូវចិត្តដែរទៅពួកគេឲ្យជក់ថ្នាំឲ្យញៀនថ្នាំអីចឹងណាបងប្អូនចាធ្វើទង្វើបែបហ្នឹងដោយបំផ្លាញកងទ័ពអញ្ចឹងចំណុចទី14ប្រវត្តិសាស្ត្ររបស់ខ្មែរប្រវត្តិសាស្ត្រគឺបានបង្ហាញថាសៀមហ្នឹងគឺមិនឈ្នះងាយៗនៅលើទឹកដីព្រៃភ្នំរបស់ខ្មែរទេបងប្អូនចាខ្មែរមិនឈ្នះដោយកម្លាំងទំហំទេប៉ុន្តែឈ្នះដោយការអត់ធ្មត់និងការប្រយុទ្ធខំស្មៅស៊ូក្រែងននាលឯសៀមវិញការត្រៀមខ្លួននិងការតស៊ូខ្សោយជាងខ្មែរចំណុចទី15ពេលវេលានៃសង្គ្រាមសម្រាប់សៀមគឺចង់បង្កើតសង្គ្រាមខ្លីទេបងប្អូនដើម្បីឆាប់យកឈ្នះពីព្រោះថាបើសិនជាបន្តសង្គ្រាមវែងសម្ពាធអន្តរជាតិនឹងកាន់តែកើនឡើងហើយនៅក្នុងស្រុកក៏កាន់តែកើនវិបត្តិសេដ្ឋកិច្ចផងដែរស្រុកខ្មែរប្រើប្រាស់ការទប់ទល់និងបន្តនីតិវិធីគឺជារឿងដែលសៀមពិបាកបំផុតចំណុចទី16ប្រជាជនស៊ីវិលនិងជនភៀសភាពរឹងមាំនិងវិន័យរបស់ប្រជាជនខ្មែរយើងគឺមានឥទ្ធិពលដល់ជ័យជំនះនៅក្នុងពេលខាងមុខនេះណាបងប្អូនចាចំណែកឯប្រជាជនសៀមវិញភាពភ័យខ្លាចរបស់ពួកគេឬមួយក៏ធុញនៃសង្គ្រាមនេះគឺចាញ់មុនឬការបោះបង់នៃការតស៊ូស្ដែងបងប្អូនគឺដឹងនៅក្នុងពេលការបោះឆ្នោតខាងមុខនេះតែម្ដងជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ